សួស្តីបងប្អូនអរគ្នានេះគឺជាវីដេអូនៃរបៀបនៃការយើងស្នើសុំ license នៅរបៀបនៃការធ្វើការ renew license បន្តទៅទៀតអញ្ចឹងដំបូងឡើយគឺបងប្អូនត្រូវធ្វើការទាញកម្មវិធី AI Boy version ចុងក្រោយបង្អស់ដែលខ្ញុំបានតម្លាក់នៅក្នុងក្រុម Channel Telegram ដែលបងប្អូនបានចូលហើយហ្នឹងចាំបងប្អូនធ្វើការទាញអា version ចុងក្រោយហ្នឹងមកបន្ទាប់មកបងប្អូននឹងបាន Fara បែបនេះចឹងបងប្អូនគ្រាន់តែធ្វើការ click មកស្ដាំពីលើហើយយកពាក្យ extract to មកបន្ទាប់ពីបងប្អូនបានធ្វើការពលារួចរាល់ហើយបងប្អូនគ្រាន់តែចូលទៅក្នុង folder ដែលបានពលាហើយហ្នឹងហើយបងប្អូនធ្វើការចុចបើកទៅលើ file ដែលមានកន្ទុយចុច exe នេះ .exe នេះមកណាគាត់ធ្វើការ click មកស្ដាំបើកឬមួយក៏ click មកឆ្វេង2ដងក៏បានដែរអញ្ចឹងបងប្អូនគាត់ធ្វើការ click មកចុចបើកមកចឹងរងចាំរយៈពេលមួយដែលធ្វើការតម្លើង library រួចរាល់វាធ្វើការចេញផ្ទាំងមួយឲ្យបងប្អូនធ្វើការចោះឈ្មោះចឹងបងប្អូនអាចធ្វើការរងចាំតាមកុំព្យូទ័រលឿនឬមួយក៏យឺតចឹងណាចឹងឥឡូវនេះគឺបានចេញមកគឺចេញផ្ទាំងបែបនេះមកចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្តទៀតគ្រាន់តែបងប្អូនយកមកខាងឆ្វេងណាខ្ញុំសរសេរបញ្ជាក់កន្លែងនេះ hardware id click to copy all info ចឹងបងប្អូនគ្រាន់តែ click ពីលើមកខាងឆ្វេងមកនឹងចេញពាក្យបែបនេះមកចាំមានន័យថាបងប្អូនបានធ្វើការ copy ID រួចរាល់ហើយគ្រាន់តែបងប្អូនចុច OK មកហើយបងប្អូនធ្វើការឆាត direct មកខ្ញុំតាម Telegram មកហើយគ្រាន់តែធ្វើការផ្ញើមកគឺជាការស្រេចអញ្ចឹងពេលដែលបងប្អូនផ្ញើមកខ្ញុំពេលបងប្អូនចុច click មិញហើយណាចុច OK ហើយបងប្អូនផ្ញើមកខ្ញុំបញ្ចេញចម្រុងបែបនេះអញ្ចឹងបងប្អូនផ្ញើមកគឺបានខ្ញុំធ្វើការដាក់ license ជូនអញ្ចឹងណាហើយចំពោះការធ្វើការត license និងការស្នើសុំ license ក្នុងការប្រើប្រាស់រយៈពេល1សប្តាហ៍ក្នុងការតេស្តសាកល្បងអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូហ្នឹងត្រឹមប៉ុណ្ណឹងអរគុណ